ធ្លាប់តែឮគេនិយាយថាជីខ្សែរ៉កនៅអង្គរស៊ីបឡាញតែដែរដឹងថាគេមានសកម្មភាពអីខ្លះទេអញ្ចឹងមកសាកមើលជាមួយនឹងពួកខ្ញុំទាំងអស់គ្នានៅក្នុងវីដេអូមួយហ្នឹងដោយដំបូងឡើយគឺពួកគាត់ធ្វើការ welcome យើងដោយត្រៀងអានេះគឺទឹកម្ជូរព្រឹកអ្នកទាំងអស់គ្នាតមកយើងក៏ចាប់ផ្ដើមធ្វើការស្ដាប់ការណែនាំរបស់គាត់មួយចំនួនពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពពេលជិះលើខ្សែរ៉កបន្ទាប់ពីស្ដាប់ការណែនាំហើយពួកយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឡើងជិះខ្សែរ៉កមុនពេលឡើងជិះខ្សែរ៉កបានគឺយើងត្រូវការស្ដាប់ការណែនាំជាលើកទី2ដើម្បីធានាថាពួកយើងបានយល់ច្បាស់អំពីការជិះខ្សែរ៉កនិងសុវត្ថិភាពមុនពេលដែលយើងឡើងអនុវត្តផ្ទាល់កន្លែងនេះគឺជាដំណាក់កាលដំបូងដែលយើងចាប់ផ្ដើមឡើងទៅជិះខ្សែរ៉កហើយបងកាយគឺពួកគាត់ជិះទៅមុនយើងអ្នកនរគេចាំស្ដាប់សលេងណាដោយសារតែធីមពួកខ្ញុំនេះអត់ដែលមានបទពិសោធន៍ធ្លាប់ជិះខ្សែរ៉កពីមុនមកទេជាលើកទី1ឯងដល់ពេលអញ្ចឹងទៅវាមានអារម្មណ៍ភ័យបន្តិចក៏ប៉ុន្តែក៏សប្បាយដែរក៏ប៉ុន្តែនៅពេលឡើងខ្ពស់ទៅគឺពេលដែលជិះខ្សែរ៉កនឹងម្ដងក៏ដូចជាឡើងស្ពាននឹងមានអារម្មណ៍រៀងភ័យតិចមិនភ័យតិចទេគឺអ្នកខ្លះភ័យខ្លាំងពេលដែលឡើងដល់ធំនេះឃើញថាមេឃចាប់ផ្ដើមរៀងធ្លាក់ខ្យល់ក៏ប៉ុន្តែអត់អីទេពួកយើងនៅតែអាចធ្វើបានមានអ្នកខ្លះជិះទៅក៏សុបាយទៅហើយអ្នកខ្លះជិះទៅក៏ភ័យទៅដូចជាកាមេរ៉ាមែនអញ្ចឹងជិះដំបងខ្សែខ្លីៗហើយក៏ពុះក៏ទៀបដែរដល់ពេលជិះយូរទៅខ្សែវែងទៅហើយខ្ពស់កាន់តែខ្ពស់ទៀតអូធ្វើយ៉ាងណាទៀតពេលជិះម្ដងម្នាក់ឯងរៀងភ័យឥឡូវមកសាក់ជិះម្ដង2នាក់មើលគីឡូរៀងបាត់ភ័យមានណាអាជិះ2នាក់នេះក៏ភ័យដែរមើលទៅដៃទៅដឹងអីអាកាសធាតុចាប់ដើមមានខ្យល់ខ្លាំងចឹងទៅដើម្បីសុវត្ថិភាពរបស់ពួកយើងក្រុមការងារក៏សម្រេចចិត្តថាប្រឈប់ធំនឹងនិយាយទៅពួកខ្ញុំជិះបាន3ខ្សែដែរហើយក៏ស្ដាយក្រោយដែរដែលអត់បានជិះខ្សែចុងក្រោយនឹងព្រោះតែអាកាសធាតុអត់អំណោយផលដល់ពេលចឹងមានតែចាំមកលើក្រោយនេះណាក៏ជើងខ្ញុំញ័រដូចអាទូរស័ព្ទគេទេមកតាមពិតទៅម្នាក់ទោះបីជាភ័យមែនក៏ប៉ុន្តែនៅអត់អស់ចិត្តទេចង់ជិះតក៏ប៉ុន្តែគឺយើងចូលមកដល់ដីវិញហើយដោយសារតែមិញមេឃភ្លៀងតែពេលចូលមកដល់វិញមេឃបាត់ភ្លៀងបាត់មកដល់ happy ប៉ុណ្ណាអង្គរជីបឡា